ngày nay cứ như miền fun fact ការពិតចំនួន3ដែលចង់មកចែករំលែកជាមួយទាំងអស់គ្នាទី1មកជីវិតរបស់យើងនឹងចំណាយរយៈពេល1ឆ្នាំអង្គុយនៅលើប្រគុណអូហើយទី2សួតខាងឆ្វេងរបស់យើងគឺតូចជាងសួតខាងស្ដាំចំនួន 10% អូហើយទី3យើងអាចរួមភេទជាមួយនឹងអ្នកដែលរស់នៅជាមួយមេរោគអេដសបានដោយមិនឆ្លងមេរោគអេដសទៀតហាមែនទេហើយអ្នកដែលរស់នៅជាមួយមេរោគអេដសគឺអាចមានគ្រួសារនិងមានកូនដោយមិនចម្លងមេរោគអេដសទៀតធ្វើមិនបាននេះគឺដោយសារតែចាំមើលវីដេអូទាំងអស់គ្នាហ្មងហ៎សួស្តីទាំងអស់គ្នាខ្ញុំខាសដែលមានឃើញករណីអ្នកដែលរស់នៅជាមួយមេរោគអេដសគាត់មានគ្រួសារនិងមានកូនអត់ខ្ញុំចាំថាប្រហែលឆ្នាំមុនគឺខ្ញុំធ្លាប់បានមើលរឿង Same But Different ហើយពេលដែលមើលរឿងហើយក៏ធ្វើការស្រាវជ្រាវទៅឃើញថាស្រីកៅនៅក្នុងរឿងនោះគឺគាត់មានគ្រួសារហើយគាត់មានកូនទៀតពេលនោះក៏ឆ្ងល់ថាតើគាត់ធ្វើម៉េចបានអាចមានកូនហើយធ្វើម៉េចបានកូនរបស់គាត់អត់មានមេរោគអេដសព្រោះយើងដឹងថាវិធីសាស្ត្រមួយក្នុងការការពារពីមេរោគអេដសគឺការប្រើប្រាស់ស្រោមអនាម័យប៉ុន្តែបើសិនបើប្រើប្រាស់ស្រោមអនាម័យមិនបានគាត់មានផ្ទៃពោះបានក្រោយមកខ្ញុំក៏បានដឹងពីចម្លើយបន្ទាប់ពីបានធ្វើការជាច្រើនទៅលើមេរោគអេដសនិងជំងឺអេដសហើយក៏បានដឹងពីឱសថប្រឆាំងនឹងមេរោគអេដសទាំងអស់គ្នាមានដឹងអត់ថាយើងអាចរួមភេទជាមួយនឹងអ្នកដែលរស់នៅជាមួយមេរោគអេដសបានដោយមិនឆ្លងមេរោគអេដសនេះគឺដោយសារតែឱសថប្រឆាំងនឹងមេរោគអេដសនៅពេលដែលអ្នករស់នៅជាមួយមេរោគអេដសគាត់ប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគអេដសជាប្រចាំនិងបានត្រឹមត្រូវគឺចំនួនមេរោគនៅក្នុងឈាមរបស់គាត់នឹងធ្លាក់ចុះដល់កម្រិតមួយដែលមិនអាចរាប់បាននេះគឺគេហៅថា more ស្មើនឹង more ឬក៏ u ស្មើនឹង u ដែលមានន័យថាចំនួនមេរោគមិនអាចរាប់បានស្មើនឹងមិនអាចចម្លងបានឬក៏ undetectable ស្មើនឹង untransmittable នេះមិនមែនមានន័យថាគាត់ជាពីជំងឺអេដសទេប៉ុន្តែមានន័យថាចំនួនមេរោគនៅក្នុងឈាមរបស់គាត់គឺដល់កម្រិតមួយដែលសូម្បីតែមន្ទីរពិសោធន៍ក៏មិនអាចរាប់បានដែរហើយមានន័យថាគាត់មិនអាចចម្លងមេរោគអេដសទៅអ្នកដទៃតាមរយៈការរួមភេទទេនេះហើយបានជាវាសំខាន់ណាស់ដែលអ្នករស់នៅជាមួយមេរោគអេដសគាត់ប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគអេដសជាប្រចាំនិងឲ្យបានត្រឹមត្រូវព្រោះវាជួយឲ្យគាត់រស់នៅជីវិតបានដូចអ្នកដទៃមានសុខភាពល្អអាចមានគ្រួសារនិងមានកូនហើយមានទំនាក់ទំនងដូចអ្នកដទៃអញ្ចឹងប៉ុន្តែបញ្ហាមួយដែលរារាំងមិនឲ្យអ្នកដែលរស់នៅជាមួយមេរោគអេដសគាត់អាចទទួលឱសថប្រឆាំងនឹងមេរោគអេដសបានគឺដោយសារតែពួកគាត់ខ្លាចការរើសអើងនិងវាយតម្លៃរបស់អ្នកដទៃនេះហើយបានជាវាជាតួនាទីរបស់យើងទាំងអស់គ្នាក្នុងការបង្កើតសង្គមមួយដែលមិនមានការរើសអើងនិងជួយជំរុញលើកទឹកចិត្តឲ្យអ្នកដែលរស់នៅជាមួយមេរោគអេដសពួកគាត់មានភាពក្លាហាននិងពួកគាត់អាចទទួលឱសថប្រឆាំងនឹងមេរោគអេដសនិងការព្យាបាលផ្សេងៗបានដើម្បីជីវិតរបស់ពួកគាត់សុខភាពរបស់ពួកគាត់និងជីវិតរបស់អ្នកដែលនៅជុំវិញខ្លួនរបស់ពួកគាត់អរគុណទាំងអស់គ្នាដែលបានមើលបើសិនបើទាំងអស់គ្នាចង់ដឹងព័ត៌មានបន្ថែមពីជំងឺអេដសនិងមេរោគអេដសគឺអាចចូលទៅទំព័រ AHF Cambodia ហើយបើចូលចិត្តវីដេអូនេះកុំភ្លេច like និង share ហើយទៅ follow ខ្ញុំនៅលើ TikTok និង subscribe នៅលើ YouTube ផងសម្រាប់វីដេអូផ្សេងទៀតជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ